ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនីតិសុខភាពនិងសម្រស់បានវិលមកជួបបងប្អូនម្ដងទៀតហើយក៏បានជ្រើសរើសនៅអត្ថបទដ៏ល្អមួយដែលអាចមានផលប្រយោជន៍សម្រាប់សុខភាពនោះគឺផ្លែស្វាយក្រហមជប៉ុន Taiyo no Tamago មានន័យថាសុទ្ធនៃព្រះអាទិត្យវាជាស្វាយពិសេសដែលដាំនៅខេត្តមីយ៉ាសាគីនៃប្រទេសជប៉ុនហើយល្បីថាមានរសជាតិផ្អែមឆ្ងាញ់និងគុណភាពខ្ពស់ស្វាយក្រហមជប៉ុននេះមានអត្ថប្រយោជន៍ជាច្រើនដូចជាផ្ដល់វីតាមីន C ខ្ពស់ជួយពង្រឹងប្រព័ន្ធភាពស៊ាំជួយឲ្យស្បែកភ្លឺថ្លានិងជួយកាត់បន្ថយការចាស់មុនអាយុមានវីតាមីន A ល្អសម្រាប់ភ្នែកជួយថែរក្សាសុខភាពភ្នែកជួយការពារភ្នែកពីភាពងងឹតពេលយប់ជួយដល់ប្រព័ន្ធរំលាយអាហារមានជាតិ fiber ជួយកាត់បន្ថយការទល់លាមកនិងជួយឲ្យពោះវៀនធ្វើការល្អមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាពីការខូចខាតអាចជួយកាត់បន្ថយហានិភ័យជំងឺមួយចំនួនផ្ដល់ថាមពលល្អមានស្ករធម្មជាតិល្អសម្រាប់អ្នកត្រូវការថាមពលឆាប់រហ័សជួយសម្រាប់បេះដូងពីព្រោះមានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមហើយចំណុចពិសេសរបស់ស្វាយក្រហមជប៉ុននេះគឺផ្លែធំល្អចា៎ការញ៉ាំរបស់ស្វាយក្រហមជប៉ុននេះយើងគួរតែញ៉ាំក្នុងបរិមាណសមរម្យប្រហែលកន្លះឬក៏មួយផ្លែក្នុងមួយថ្ងៃបានហើយដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពចា៎អត្ថបទថ្ងៃនេះដែលបានលើកយកមកផ្សាយជូនបងប្អូនទាំងអស់គ្នាស្ដាប់នេះសូមបញ្ចប់តែប៉ុណ្ណេះនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា